ពាក្យកតេបណ្ឌិតមួយដែលអប់រំរបស់យើងហើយពាក្យនោះតែងតែមានចំពោះបុគ្គលគ្រប់គ្នាគឺមួម៉ៅក្តៅក្រហាយសេចក្តីសុខភាពស្ងប់ស្ងាត់ការមិនខឹងក្រោធមិនសៅហ្មងនិងការរក្សាចិត្តឲ្យត្រជាក់ដូចទឹកវាមិនងាយស្រួលនោះទេមនុស្សតែងតែមានអំនួតហើយមនុស្សម្នាក់ឯងក៏តែងតែវិវេឬបណ្ដែតបណ្ដោយទៅតាមអារម្មណ៍មានពេលខ្លះអារម្មណ៍យើងមិនល្អមិនសប្បាយចិត្តមួម៉ៅក្តៅក្រហាយយើងក៏មិនបញ្ចេញសកម្មភាពទៅតាមនោះដោយពុំគិតអំពីផលប៉ះពាល់ធ្វើយ៉ាងណាអាចបំពេញតណ្ហាឲ្យចិត្តដែលកំពុងឆេះគឺដូចយើងអាំងចាក់នៅក្នុងភ្លើងអញ្ចឹងដែរមិនថាអ្នកមានអ្នកក្រថ្នាក់ដឹកនាំប្រធានកម្មករអ្នកស្រែអ្នកក្រុងមន្ត្រីប្រសង់គឺទាំងអស់គ្នាតែម្ដងឲ្យតែកើតជាមនុស្សឲ្យតែមានជីវិតរស់នៅអ្នកមិនអាចគេចផុតអំពីការខឹងសប្បានោះឡើយគឺគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះអ្នកខ្លះក៏ចេះទប់កំហឹងចេះទប់អារម្មណ៍មិនប្រកាន់ខឹងមិនយកកំហឹងទល់នឹងកំហឹងប៉ុន្តែអ្នកខ្លះទៀតឆាបឆេវឆាវងាយនឹងប្រតិកម្មហើយក៏ធ្វើទង្វើមិនគប្បីនានារហូតបង្កកាន់តែធ្ងន់ធ្ងរឡើងប៉ុន្តែបើអ្នកជាមនុស្សដែលទទួលការអប់រំមានចំណេះដឹងមានហេតុផលនិងមានទំនួលខុសត្រូវខ្ពស់អ្នកនោះច្បាស់មិនធ្វើអ្វីដោយខ្វះការពិចារណាឡើយព្រោះមានតែខាតបងមួយមុខគត់ការនិយាយពិតជាងាយតែការអនុវត្តទៅវិញតែលំបាកបំផុតបើអ្នកណាម្នាក់ដាក់បែកដៃកណ្ដាលកញ្ចប់មាត់តើអ្នកត្រូវតែសើចឬនិយាយថាអរគុណសម្រាប់អំណោយមួយនេះអត់ឈឺអីផងអ្នកអាចវាយទៀតបានតែឬមួយអ្នកវាយជំនួសបានឬវាពិតជាពិបាកនៅសុកត្រូវបីដៃលេងតែបើអ្នកតបអ្នកក៏មិនប្រកាសថាអ្នកវាយត្រឹមមួយដៃឬពីរដៃហើយអ្វីក៏ត្រូវបញ្ចប់អត់ទេវាច្បាស់ជានៅមានរឿងវែងឆ្ងាយតទៅទៀតឬអាចជាអ្នកច្រត់ដៃសម្លាប់គេក៏ថាបានប្រសិនបើអ្នកអាចទប់កំហឹងអ្នកអាចធ្វើចិត្តបាននៅក្នុងខណៈនោះគ្រប់យ៉ាងនឹងទៅរកភាពល្អប្រសើរជាងនេះអ្នកប្រហែលជាធ្លាប់បានឮពាក្យថាខឹងខុសខឹងខានគឺគ្រាន់តែខឹងអ្នកក៏ខុសបាត់ទៅហើយជាពិសេសអ្នកដឹងតែខាតថែមទៀតអ្នកខឹងនឹងអ្នកណាអ្នកក៏បានបង្កកំហុសដាក់អ្នកនោះអ្នកខឹងទៅនឹងអ្វីអ្នកក៏ខាតបង់របស់ទាំងនោះដូចគ្នាចុះពាក្យតែងតែលើកថាការអត់ធ្មត់មានដែនកំណត់របស់វាតើវាផ្ទុយពីពាក្យខាងលើតើគួរត្រេះត្រាប់តាមមួយណាវិញចូលគិតពិចារណាទាំងអស់គ្នាការលើកឡើងទាំងពីរវាសុទ្ធតែមានអត្ថន័យក៏ដូចជាផ្ដល់នៅការត្រេះរិះគឺនៅក្នុងន័យអប់រំណែនាំនិងផ្ដល់ជាប្រយោជន៍ដល់អ្នកផងទាំងឡាយបើកាលណាអ្នកមានកំហឹងខឹងចិត្តមិនស្ងប់អ្នកមិនអាចអនុវត្តកិច្ចការណាមួយឲ្យល្អដោយអ្វីដែលខ្លួនបានគ្រោងទុកឬលទ្ធភាពដែលខ្លួនមាននោះទេវាដូចគ្មានទីកន្លាប្រដាល់ដែលពឹងទៅលើកម្លាំងជាចម្បងបូករួមបច្ចេកទេសនិងភាពវៃឆ្លាតតែបើនៅពេលប្រកួតហ៊ានតែខឹងច្រឡោតអ្នកក៏នឹងត្រូវបាត់បង់ការតាំងចិត្តភ្លេចក្បាច់ក្បួនចូលវាយទាំងតម្រានោះអ្នកនឹងបរាជ័យងាកមកការអត់ធ្មត់ម្ដងពិតណាស់ការតស៊ូព្យាយាម
រមែងនាំយើងទៅរកភាពជោគជ័យប៉ុន្តែនៅក្នុងអត្ថន័យនេះគឺចង់ផ្ដល់ជាសារដល់ជនទាំងពួងមិនត្រូវអត់ទ្រាំអត់ធន់ខុសទំនងខុសរឿងឬហួសហេតុនោះទេប្រសិនបើអ្នករៀបការប្តីឬប្រពន្ធហើយអ្នកមិនអាចរស់នៅចុះសម្រុងជាមួយគ្នាគឺមានតែបញ្ហាជម្លោះទុក្ខលំបាកនិងអំពើហិង្សាទាំងផ្លូវកាយផ្លូវចិត្តហើយអ្នកខិតខំអត់ធ្មត់គ្រប់បែបយ៉ាងតែស្ថានភាពនៅតែមិនមានអ្វីប្រសើរអ្នកបានចំណាយពេលអត់ទ្រាំនិងរកស្ទើរតែគ្រប់វិធីក៏នៅតែមិនអាចដោះស្រាយបានដដែលតើគួរបន្តរស់នៅក្រំគ្រាបន្តការឈឺចាប់ឬបន្តវេទនារហូតដល់ស្លាប់ខ្លួនទើបអាចបញ្ចប់បញ្ហាបានឬអត់ទេគឺមកដល់តែអ្នកត្រូវផ្លាស់ប្ដូរឬជំនួសនឹងវិធីដែលគួរតែប្រើហើយការលែងលះនឹងក្លាយជាជម្រើសដ៏ល្អចូលដល់ប្រធានបទវិញតើអ្នកធ្លាប់លើគេលើកឡើងថាមនុស្សដែលគ្មានចំណេះដឹងជនដាច់យ៉ៃអ្នកក្រីក្រឬអ្នកខ្វះខាតច្រើនតែជាមនុស្សឆាប់មួម៉ៅក្តៅក្រហាយឬតើវាជាការពិតដែរឬខ្ញុំសូមមិនបញ្ជាក់ថាត្រឹមត្រូវឬអត់ពីព្រោះថាអ្នកអាចក្រវេះសៀវភៅខ្ញុំចោលឬអាចបន្តការគាំទ្រស្នាដៃរបស់ខ្ញុំអ្នកប្រហែលជាឧទាហរណ៍ខាងលើចំនួនអំពើហិង្សាឬការប្រកួតប្រជែងជាច្រើនកាលពីដែលក្បួនសម្បូរអវិជ្ជាមនុស្សមិនសូវយល់ដឹងក៏ដូចជាអ្នកក្រីក្រទាល់និងអ្នកខ្វះកំពុងរស់នៅហើយក្រប្រហែលជាធ្លាប់ពេលដាច់យ៉ៃអ្នកកំពុងដាច់យ៉ៃអ្នកកំពុងទាត់ច្រកឬរស់នៅថ្ងៃដើម្បីតែមួយថ្ងៃច្បាស់ណាស់ថាពុំមានអារម្មណ៍ល្អឬមានអារម្មណ៍ស្រស់ស្រាយឡើយហើយក៏អ្នកប្រកាសជាគិតច្រើនខ្វល់ខ្វាយព្រួយបារម្ភខ្វះលុយបង់ថ្លៃផ្ទះម្ហូបអាហារនិងការចំណាយផ្សេងតែគេគិតរហូតដល់សុបិនឃើញក៏មានដែរតើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះទោះបីជាអ្នកមានគំនិតចាស់ទុំនិងពូកែអត់ធ្មត់យ៉ាងណាអ្នកមិនអាចគេចផុតអំពីមួម៉ៅក្តៅចិត្តបានឡើយអ្នកសាកស្រមៃមើលបើអ្នកត្រូវការប្រាក់ដើម្បីបង់សាលាឲ្យកូនស្រាប់តែកូនរបស់អ្នកបែរជាចង់ដូរម៉ូតូហើយទោះបីជាអ្នកមានហេតុផលក៏មិនស្ដាប់អ្នកប្រហែលជាមិនអាចទប់ចិត្តក៏ថាបានសំឡេងលាន់ខ្លាំងសម្រែកពោពេញទៅដោយកំហឹងនិងពាក្យសម្ដីអសុរោះដែលពីមុនអ្នកមិនធ្លាប់ប្រើវាក៏អាចកើតមានផងដែរតើអ្នកកំពុងដាច់យ៉ៃហើយគិតអ្វីមិនចេញហើយនោះម្យ៉ាងទៀតការបញ្ចេញកំហឹងខាងក្រៅគឺជាវិធីមួយដែលធ្វើឲ្យធូរទ្រង់និងកាន់អារម្មណ៍កាត់តានតាំងមួយចំណែកផងដែរដូច្នោះហើយការខឹងនឹងនាំឲ្យខាននៅពេលខ្លះឪពុកម្ដាយគាត់មានជម្លោះគ្នាដោយសារតែរឿងសុរាកាលណាតែមនុស្សផឹកចូលទៅហើយបើដាក់បន្តិចបន្តួចគឺពុំសូវមានបញ្ហាឡើយប៉ុន្តែនៅពេលដែលដាក់សុរាកាន់តែខ្លាំងធ្វើឲ្យមនុស្សបាត់បង់នូវសតិខ្វះការពិចារណាហើយក៏ប្រកែកឆ្លោះគ្នាធ្វើឲ្យសម្ដីមួយខ្លាំងសម្ដីមួយទៀតគឺមានភាពច្របូកច្របាសគ្នាខឹងក្រោធគ្នាដោយសារតែភ្លើងបូកនឹងភ្លើងគឺកាន់តែឆាបឆេះកាន់តែខ្លាំងឡើងប៉ុន្តែបើមានម្ខាងជាភ្លើងម្ខាងទៀតជាទឹកនិងរលត់សាបសូន្យនៅពេលដែលអ្នកទាំងពីរបានពិសាគ្រឿងស្រវឹងជោគជាំរាងកាយនៅក្នុងគ្រួសារនោះពុំមានសុភមង្គលហើយតែងតែឆ្លោះគ្នាជារៀងរាល់ថ្ងៃតែងតែឆ្លោះគ្នាជារៀងរាល់យប់ស្រវឹងជាំខ្វះសតិពិចារណា
សេចក្តីក្រោធក៏កើតមានឡើងពេលនោះហើយអ្នកនឹងធ្វើអ្វីតាមតែចិត្តចង់ដៃរបស់អ្នកមិនស្ដាប់បញ្ជារបស់អ្នកហើយក៏បានស្រវានៅអ្វីដែលនៅចិត្តមានដូចជាគ្រឿងប្រើប្រាស់ជាដើមឬដល់ថ្នាក់ប្រើនៅអំពើហិង្សាទៀតផងមិនថាចានមិនថាឆ្នាំងមិនថាកាំបិតមិនថាទូរស័ព្ទឡើយនៅពេលដែលអ្នកស្រវាំងខាងក្រោតអ្នកនឹងស្រវាមកបោកចោលប៉ុន្តែទាំងអស់នោះគឺជាទ្រព្យរបស់អ្នកនឹងហើយដូចជាពាក្យថាខឹងខុសខឹងខានដូច្នោះហើយមនុស្សគួរតែមានសតិនិងមានសេចក្តីពិចារណាគ្រប់រយមិនថានៅក្នុងគ្រួសារសង្គមជាតិឡើយបើអ្នកខឹងក្រោធទៅនឹងប្រពន្ធបើអ្នកខឹងក្រោធជាមួយទៅនឹងកូនអ្នកអាចមិនតបតអ្នកអាចចេញទៅខាងក្រៅមួយផ្លែតដើម្បីស្រូបនៅបញ្ហាឬដើម្បីបញ្ចេញនៅបញ្ហាទៅតាមខ្យល់ជាការពិតណាស់មនុស្សម្នាក់តែងតែមានសម្ពាធមិនថាសម្ពាធការងារមិនថាសម្ពាធខ្លួនឯងមិនថាសម្ពាធគ្រួសារក៏ដោយប៉ុន្តែយើងត្រូវរកវិធីដោះស្រាយកុំឲ្យមានការខឹងក្រោធនៅក្នុងគ្រួសារខឹងក្រោធទៅនឹងអ្នកដទៃធ្វើឲ្យយើងខុសធ្វើឲ្យយើងខានដូច្នោះហើយអ្នកអាចមានវិធីជាច្រើនអ្នកអាចអានសៀវភៅអ្នកអាចទៅរលើកខាងក្រៅធ្វើដំណើរទៅតាមដងផ្លូវធ្វើដំណើរឬដើរដើម្បីហាត់ប្រាណឲ្យបានចេញញើសឬក៏ស្ដាប់នៅដូរតន្ត្រីស្ដាប់នៅពធឬក៏ស្ដារទៅតាមវាលស្រែជនបទនានាដើម្បីឲ្យសេចក្តីក្រោធសេចក្តីខឹងរបស់យើងបានធូរស្បើយនោះអ្នកនឹងអាចទប់កំហឹងជាពំខាន